ចាំបងឲ្យចំណៃអត់មានkhỏiតិចមួយយប់ពីរថ្ងៃពីភ្នំពេញទៅភូមិដំណាក់ដំរីគិរីរម្យសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ហៀហែងប្លុកទៀតហើយតើភូមិដំណាក់ដំរីមានអ្វីខ្លះតោះយើងទៅទាំងអស់គ្នាបាទដំណើរកំសាន្តលើកនេះគឺថាដំណើរកំសាន្តរបស់ក្រុមហ៊ុនទៀតហើយឥឡូវនេះគឺថាឡានកំពុងតែចាំបុគ្គលផ្សេងដែលមិនទាន់ភ្ញាក់ពីដំណេកបើសិនជាភ្ញាក់ក្រោយគឺទៅចោលហើយអត់មានចាំទេសូមប្រាប់ឲ្យហើយលុយដែលแชร์គ្នានៅក្នុងឡានទុកហូបអីហ្នឹងក៏អត់មានឲ្យវិញដែរប្រាប់ឲ្យហើយតោះឥឡូវនេះពួកយើងកំពុងតែរាប់ចំនួនមនុស្សបើថាគ្រប់ហើយតោះយើងចេញដំណើរឆ្លៀតថតជាមួយនឹងមុខកុំឲ្យថាបងគាត់ភ្លេចមុខចឹងណាតោះឥឡូវនេះយើងកាត់បានមកដល់ផ្លូវគឺថាលបឿនលឿនហើយផ្លូវ highway យើងនឹងនេះហើយពេលជិះពេលផឹកសឿងចឹងទៅមានអារម្មណ៍ថាទេសភាពស្អាតមែនតើខ្ញុំចូលចិត្តថ្ងៃលិចដោយសារមូលហេតុអីគឺខ្ញុំងើបមិនដែរតាន់ថ្ងៃរះបាទសូមអរគុណតោះឥឡូវនេះមានជាការវាយឡើងបន្តិចបន្តួចអាណិតពួកគាត់រាប់អត់តាន់ឡើយសារពុះទៅទេបាយក៏មិនតាន់អាដៃណែអតិចក៏អត់តាន់ឥឡូវនេះគឺពួកខ្ញុំបានមកដល់ចំណតហើយធ្វើការចែកបាយគ្នាញ៉ាំហើយខ្ញុំដើរឡើងមកជុំបន្ទាប់មកក៏មានបំណងឲ្យគាត់សមមុននឹងឡើងឡានអ្នកទាំងអស់គ្នាឥឡូវនេះដល់ផ្លូវចូលភូមិដំណាក់ដំរីហើយឥឡូវនេះពួកខ្ញុំកំពុងតែចុះនាំគ្នាដើម្បីធ្វើការយកអីវ៉ាន់ចេញពីឡានហើយនឹងធ្វើការរងចាំ admin ដើម្បីធ្វើការចែកតង់អ្នកទាំងអស់គ្នាគុំតែទេសភាពរៀងក្តៅពេកណាបរិយាកាសក្តៅពេកបើសិនជាត្រជាក់ជាស្លាប់ចែកតង់ចែកផ្ទះតាមចំនួនមនុស្សអីទៅហើយកំឡុងពេលដែលរងចាំខាង resort ក៏គាត់មានជាភេសជ្ជៈ welcome drink ឲ្យខាងពួកខ្ញុំញ៉ាំដែរជាតែក្រូចឆ្មាអ្នកទាំងអស់គ្នាហើយមេក្តៅហើយដាក់តែក្រូចឆ្មាជូជាក់មកនិយាយថាឆ្ងាញ់ខ្លាំងមែនតើខ្ញុំសួរគាត់ថាចេះខ្ញុំញ៉ាំពីកែវអីបានអត់គាត់ថាបានចុះបើសិនជាខ្ញុំញ៉ាំមួយធុងហ្នឹងគាត់ថាបានថែមលុយណែចេះវិញណាបន្ទាប់ពីមានការចែកតង់ហើយពួកខ្ញុំក៏បានរៀបចំអីវ៉ាន់ដើម្បីធ្វើការដើរមកមើលតង់តាមលេខរៀងដែលគេដាក់ឲ្យអញ្ចឹងណាឃើញថាទេសភាពនៅតង់នេះក៏ស្អាតដែរណាហើយសម្រាប់តង់ហ្នឹងគេបាន2ទៅ3នាក់អញ្ចឹងគេមានកសែង2អញ្ចឹងទៅហើយខ្នើយ2អីចឹងបន្ទាប់មកពួកខ្ញុំក៏ញ៉ាំអីនៅអត់ល្បីហងព្រោះដោយសារម៉ោងវារៀងឆេដែរហើយម៉ោង2 10អីដែរហើយអញ្ចឹងខាង resort គាត់ក៏បានរៀបចំហូបអីដែរហើយជាតុសម្រាប់គ្នាយើងឲ្យដើម្បីឲ្យចូលញ៉ាំខ្សួរអញ្ចឹងណាគាត់រៀបជាមួយតុ10នាក់អីអញ្ចឹងទៅហើយបើនិយាយពី vibe នៅក្នុងកន្លែងញ៉ាំអីវិញគឺថាគាត់រៀបចំមកស្អាតមែនទែនហើយបើនិយាយពីម្ហូបវិញខ្ញុំឲ្យ10លើ10ហ្មងមិនមែនថាមកឲ្យ rate អីក៏ប៉ុន្តែវាឆ្ងាញ់មែនម្ហូបគាត់ដូចជា 4-5 មុខនិយាយទៅសិតតែឆ្ងាញ់សឹងតែគ្រប់មុខហើយមានដូចជាម្ហូបមួយមុខដែរដែលខ្ញុំអត់សូវញ៉ាំទៅអត់សូវឆ្ងាញ់តែដោយសារនេះខ្ញុំមិនហ៊ាននិយាយទេព្រោះដោយសារមាត់យើងផ្សេងមាត់គេផ្សេងហើយមួយទៀតដោយសារតែណែតបយើងវារៀងច្រើនដែរណាអញ្ចឹងយើងហៀបមកក៏ធ្លាយមកដល់ខាងក្រៅទៅបាយពេលថ្ងៃឆ្ងាញ់មកជុំងុំមានបង្អែមលៀងមាត់ឲ្យយើងទៀតបើសិនជានិយាយពី activity នៅខាងក្នុង resort គេវិញទាំងអស់គ្នាហើយអាងទឹកវិញនិយាយថាពី3ធំខ្លាំងហើយមកទៅស្អាតហ្មងទាំងអស់គ្នាហើយនិយាយទៅមើលមកគួរចង់ហែហ្មងនេះនៅពេលដែលឡើងមកវិញទាំងអស់គ្នាសត្វកង្កោកមានដាក់ក្នុងធុងអីណាគឺគេប្រឡែងឲ្យដើរហ្មងនិយាយទៅស្អាតមែនតើចង់ចាប់ចង់ចាប់បន្ទាប់ពីត្បាញបាយពេលថ្ងៃហើយពួកខ្ញុំមានការដើរថតទេសភាពដើរថតផ្ទះដើរថតតង់បន្ទាប់ពីថតអស់ចិត្តអស់ចង់ហើយពួកខ្ញុំមុជទឹកមុជអីនាំគ្នាសម្រាប់មិនពេលល្ងាចតិចក៏បានមកដល់ខ្ញុំក៏បានឃើញស្ត្រីម្នាក់ជិះម៉ូតូពណ៌លឿងហើយខ្ញុំក៏បានសុំធ្វើការអង្វរគាត់ដើម្បីឲ្យគាត់ជិះជូនខ្ញុំដើរមើលទេសភាពដើរថតទេសភាពដើម្បីឲ្យអ្នកទាំងអស់គ្នាបានមើលនឹងឯងហើយអ្នកទាំងអស់គ្នាអើយទេសភាពបាញ់និយាយស្មៅពណ៌បៃតងហើយបូកជាមួយនឹងពន្លឺព្រះអាទិត្យដែលរៀបលិចទៀតហើយសំជាមួយនឹង resort របស់គាត់គឺដីធំទលាយខ្លាំងមែនតើហ្មងមិនថាសូម្បីតែខ្ញុំដើររហតង់ដេកក៏ខ្ញុំវែងឡើង3-4 ដងដែរហើយបើនៅខាងមុខវិញអ្នកទាំងអស់គ្នាខ្ញុំដឹងតែហៅភូមិមួយគ្រឹះហើយក៏ហៅផ្ទះហៅអីនេះនិយាយពីថាស្អាតហើយគាត់សង់របៀបចេញមកដូចបុរាណអញ្ចឹងណាអ្នកទាំងអស់គ្នានេះមើលទេសភាពដឹងអូយស្អាតមែនទែនដូចខ្ញុំនិយាយពីដើមមកអញ្ចឹងមូលហេតុដែលខ្ញុំចូលចិត្តមើលព្រះអាទិត្យពេលលិចមិនមែនមិនមានមូលហេតុអីទេគឺថាងើបអត់ទាន់ថ្ងៃរះជួប vibe បែបហ្នឹងអីគឺថាកាត់ stress សាហាវហ្មងអ្នកទាំងអស់គ្នា stress ពីពេញឯងទុកមកដុំសិននៅ enjoy life ទៅហើយអ្នកទាំងអស់គ្នាមកនិយាយពីស្ត្រីម្នាក់នេះវិញចង់និយាយតែចេះខ្ញុំប្រាប់គាត់ថាចេះខ្ញុំគាត់តែចង់សាកចិត្តគាត់ថាចេះចាំមើលហៅគាត់មើលគាត់ងាកអត់ម៉ែហើយងាកមែនហើយនាំគ្នាមើលម៉ូតូមើលផ្លូវនៅខាងមុខហ្នឹងឯណា
ơi vậy men pha lăng trong sạch ấy phụ đại sa bên nắng bộ nhom chi dự đại hai nam muối nó pha lăng nắng cái xem ở dương chi lên trong vẹn men trà cho ấy đại thử Syria khăng chẳng nghe tại còn là tha dươngประกาศការប្រុងប្រយ័ត្នរៀងខ្លួនអញ្ចឹងណាដោយសារនេះពួកយើងអត់តដល់ម៉ោងដែលត្រូវ dinner អញ្ចឹងយើងក៏នាំគ្នាជិះម៉ូតូដើរលេងមើលទេសភាពនៅក្នុងនឹងតែអ្នកទាំងអស់គ្នាបើសិនជាចង់ទៅនឹងខ្ញុំចង់ recommend ថាចង់ឲ្យជួលម៉ូតូជិះទៅវាជិះបានសពបើសិនជាយើងអត់ជិះម៉ូតូទេយើងដើរទៅវាឆ្ងាយហើយសំខាន់ចុកជើងឆ្ងាយខ្លាំងមែនទែនព្រោះដីនៅក្នុង resort គេនឹងគឺធំខ្លាំងមែនទែនអញ្ចឹងគួរតែចំណាយលុយជួលកង់ជួលម៉ូតូជិះណាឥឡូវបន្ទាប់ពីពួកខ្ញុំជិះមើលទេសភាពហើយពួកខ្ញុំក៏មកដល់កន្លែងដែលគេរៀបចំ dinner មកឥឡូវយើងមកមើលតុគេរៀបចំ dinner ទាំងអស់គ្នាមានអារម្មណ៍ថាចេះស្មៅពណ៌បៃតងដើមឈើពណ៌បៃតងហើយសំខាន់គាត់រៀបតុចេញមកមានកណាត់សកណាត់អីមានអារម្មណ៍ថាវាឆ្លោះពណ៌ហើយវាស៊ីគ្នាខ្លាំងមែនតើនេះគឺជាម្ហូប buffet ពេលល្ងាចដែលខាងសថាគារគាត់រៀបចំឲ្យមានច្រើនម្ហូបខ្លាំងមែនតើអ្នកនរគ្នាអើយនិយាយទៅហូបឡើងបែកពោះបើនិយាយពី trip ក្រុមហ៊ុនវិញអ្នកនរគ្នាអើយដល់កឲ្យរឿងហូបស្អែកហូបថ្ងៃហូបល្ងាចហូបបើកភ្នែកហូបបិទភ្នែកហូបនិយាយមួយម៉ាត់ឲ្យខ្លីគឺហត់នឹងហូបហ្មងហើយអ្នកទាំងអស់គ្នាឯងគិតមើលយើងជាមនុស្សដែលរបៀបថាយើងសម្រកគីឡូយើង diet ពេលល្ងាចអីឲ្យមកដាក់ម្ហូបចឹងនេះណាតុបបាក់នេះសំខាន់ពួយសិនហើយមកយើងអត់អស់លុយហងក្រុមហ៊ុនអ្នករៀបចំឲ្យតាហូបសិនទៅអាឡើងគីឡូនឹងទុកមកតម្លៃសិនទៅមិនថាមានម្ហូបហើយមានផ្លែឈើឲ្យយើងទៀតគេហៅថាបង្អែមលៀងមាត់ក្រោយបាយនេះឥឡូវដល់វគ្គចាប់លេងឈ្នះដោយសារតែចិត្តចូលឆ្នាំខ្មែរយើងក៏មានចាក់បទខ្មែរបទ remix បទពេលយប់ដ៏សែនសប្បាយរីករាយក៏បានកន្លងផុតទៅឥឡូវនេះងើបមកដល់ពេលព្រឹកតែម្ដងនិយាយពីថាទេសភាពនៅនឹងវិញងាកទៅណាក៏ឃើញពន្លឺព្រះអាទិត្យរះលិចដែរស្អាតខ្លាំងហ្មងអ្នកទាំងអស់គ្នាខ្ញុំជឿថាអញ្ចេះមិនមែនមានតែខ្ញុំតែម្នាក់ឯងដែលចូលចិត្តមើលថ្ងៃរៀបលិចហើយនឹងថ្ងៃរះអ្នកទាំងអស់គ្នាសូម្បីតែអ្នកទាំងអស់គ្នាកំពុងមើលក៏ចូលចិត្តដែរយកទៅមើលមកមានអារម្មណ៍ថាតាក់ទាញយើង bring feeling យើងទៅកន្លែងផ្សេងទៀតអីអញ្ចឹងណានេះគឺជាទេសភាពកន្លែងខ្លះៗដែលខ្ញុំថតឲ្យអ្នកទាំងអស់គ្នាមើលហើយនេះគឺគេហៅថាផ្ទះសម្បុកចាចង់ប្រាប់ថាអ្នកទាំងអស់គ្នាថាឥឡូវនេះគឺដល់ពេលហូបទៀតហើយនេះគឺជាអាហារ buffet ពេលព្រឹកដែលខាងភូមិដំណាក់ដំរី resort គាត់រៀបចំជូនណា buffet អាហារពេលព្រឹកតែងតែមានបាយស៊ុបកាទៀវ hot dog salad ហើយនិងភេសជ្ជៈ3-4មុខដែរខ្ញុំនៅតែនិយាយដែរថាខ្ញុំហត់នឹងហូបហត់នឹងញ៉ាំហើយអ្វីដែលខ្ញុំកាត់សម្គាល់ខ្លាំងជាងគេនៅតាមរមណីយដ្ឋានក៏ដូចជា resort ផ្សេងតែងតែមាន decor ជារបៀបខ្មែរនិយាយទៅក៏អត់ភ្លេចប្រពៃណីខ្មែរហ្មងក៏តែងតែរួមបញ្ចូលម្ដុំនេះម្ដុំនោះអញ្ចឹងណាដូចជាខ្ញុំថតឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងវាធ្វើឲ្យយើងចងចាំនៅឧបករណ៍ខ្មែរមួយចំនួនអញ្ចឹងទៅខ្ញុំសូមទៅសារ resort ផ្សេងដែលមានគាត់មាន decor ជាឧបករណ៍ភ្លេងខ្មែរអីចឹងទៅតោះឥឡូវនេះគឺដល់ម៉ោងហូបទៀតនិយាយទៅហូបរហូតហូបអត់ដែនកំណត់គឺជាអាហារពេលថ្ងៃត្រង់មុននឹងពួកខ្ញុំចេញទៅភ្នំពេញវិញអញ្ចឹងព្រោះថ្ងៃហ្នឹងថ្ងៃទី2ហើយfinally ដំណើរកំសាន្តមួយយប់2ថ្ងៃក៏ត្រូវបានបញ្ចប់ឥឡូវនេះពួកខ្ញុំក៏ធ្វើការឡើងឡានតាមលេខរៀងហើយក៏នាំគ្នាចេញដំណើរទៅខាងភ្នំពេញវិញនេះពួកយើងកំពុងតែធ្វើដំណើរចេញពីខាងភូមិដំណាក់ដំរីនឹងឯងមានអារម្មណ៍ថាចិត្តនៅនឹកចឹងនឹងទាំងអស់គ្នាព្រោះទេសភាពនៅនឹងគឺស្អាតខ្លាំងមែនទែនឃើញទាំងភ្នំឃើញទាំងព្រៃឈើហើយអ្វីដែលសំខាន់គឺម្ហូបខាងគាត់គឺឆ្ងាញ់ខ្លាំងមែនទែនទៀតអត់ទៅណាផុតក្រៅពីម្ហូបនឹងសោះហ្នឹងអ្នក diet ហ្នឹងទៅដល់ណាក៏គិតពីម្ហូបដែរហ្នឹងឲ្យទៅដល់ពេញក្លឹងគីឡូបានដឹងបានទឹកភ្នែកជូតក្បាលជង្គង់នាងហើយពួកយើងក៏មិនភ្លេចនៅសកម្មភាពលើឡានដែរនេះណែបាទឥឡូវ vlog របស់ខ្ញុំបានមកដល់ទីបញ្ចប់ហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្ត vlog មួយនេះអរគុណច្រើនបាយបាយ